chẳng xong bắt to từประเภทปนផ្សេងទៀតបងដូចជា VAT withholding tax ហើយនិង prepayment on income tax ណាបងថាតើប្រភេទពន្ធទាំងអស់ហ្នឹងសហគ្រាសគាត់ត្រូវធ្វើជា tax treatment របៀបមិនដែរអញ្ចឹងបងសូមបងជួយបញ្យល់បន្ថែមបន្តិចបងបាទអូនអត់នៅក្នុងមេត្រា5គេនិយាយពី VAT គេនិយាយពី VAT តើសេវាកម្មអីខ្លះសម្រាប់អាសេវាកម្មដឹកជញ្ជូនក្រៅប្រទេសហ្នឹងតើវាជាប់ VAT លើអីខ្លះបាទបងចំណុចទី1យើងនិយាយពី 0% VAT មាន 0% បាទបងយើងនិយាយ 0% គឺគេសំដៅទៅលើការតម្លៃនៃការដឹកជញ្ជូនណាតម្លៃនៃការដឹកជញ្ជូនឧទាហរណ៍យើងនិយាយពី Ocean Freight Charge អញ្ចឹង Ocean Freight Charge subject to 0% ឬក៏សេវាផ្សេងៗដែលតាក់ទងនឹង Ocean Freight Charge ហ្នឹងគឺ 0% មួយទៀត 0% ដែរគឺតាក់ទងរឿងការទិញលក់ freight សម្រាប់ forwarder ហើយហ្នឹងសម្រាប់ក្រុមហ៊ុនជា forwarder គាត់ទិញ freight គាត់លក់ freight អញ្ចឹងអា markup របស់គាត់ក៏អត់ subject to VAT ដែរបាទបងអញ្ចឹងគាត់ទិញមាន VAT 0ពេលគាត់លក់ទៅវិញគឺ VAT 0ចំណុចមួយទៀតគឺ 10% អញ្ចឹង 10% ច្បាប់ VAT និយាយច្បាស់គឺសេវាកម្ម perform នៅក្នុងស្រុកណាឧទាហរណ៍ថាអូន clearance បាទបងអូន clear នៅក្នុងស្រុកខ្មែរប៉ុន្មាន clear នៅក្រៅប្រទេសទេណា clear ក្នុងស្រុកឃើញទេ clearance ក្នុងស្រុកជើងសាគយក្នុងស្រុកជាប់ 10% អូខេតើតើនឹងការលើកដាក់ container នៅក្នុងទីលានផែបាទបងការលើកដាក់ container លើទីលានផែគឺជាចំណូលជាប់ VAT 10% ពលកម្មភាពហ្នឹងគឺធ្វើនៅក្នុងស្រុក right បាទតើតើនឹងឯកសាររៀបចំឯកសារ document fee ណា agency fee ណាអស់ហ្នឹងសុទ្ធតែជាសេវាជាប់ពន្ធ VAT 10% អូខេបងចាំគ្រាន់តែចាំបញ្ជាក់ច្បាស់ថាឲ្យតែសេវា